នៅក្នុងព្រៃដ៏ស្រស់ស្អាតសន្តិភាពភ្ញាក់ឡើងថ្ងៃថ្មីបក្សាបក្សីស្រែកច្រៀងលេងខ្យល់បក់បោកស្លឹកឈើហើយពន្លឺព្រះអាទិត្យរះនៅលើចុងឈើកូនជ្រូកដែលមានមុខរាងមូលពណ៌ផ្កាឈូករីករាយនឹងកន្ទុយអង្កាញ់របស់វាដើរយ៉ាងសប្បាយរីករាយឆ្លងកាត់ព្រៃស្វែងរកអាហារជ្រូកបានរកឃើញផ្លូវធំមួយរត់កាត់គែមព្រៃហើយដើរតាមផ្លូវដោយមិនដឹងពីគ្រោះថ្នាក់សំឡេងខ្លាំងបន្តឡើងរថយន្តដឹកជញ្ជូនដ៏ធំមួយបានធ្វើដំណើរលើដងផ្លូវជ្រូកភ័យហើយមានអារម្មណ៍ញ័រដៃជើងជាខ្លាំងនិងមានភាពតក់ស្លុតក្នុងចិត្តជ្រូកត្រូវរថយន្តកុងតឺន័របុកស្លាប់នៅចិញ្ចើមផ្លូវចំណែករថយន្តត្រូវបានបើករត់គេចបាត់ស្រមោលឈឹងក្នុងព្រៃដ៏ស្ងាត់មានមេអំបៅហានៅជិតត្រចៀកជ្រូកខណៈវាកំពុងដេកធ្ងោយ៉ាងឈឺចាប់ក្តីសង្ឃឹមរស់របស់វាហាក់ដូចជានៅឆ្ងាយពីច្រកមច្ចុរាជទន្សាយជាបណ្ឌិតពាក់អាវស្នឹងកាន់ថង់កាបូបក្រហមដើរតាមផ្លូវក្នុងព្រៃហើយឮសំឡេងជ្រូកយំស្រែកយ៉ាងខ្លាំងវិជ្ជបណ្ឌិតទន្សាយរត់ទៅជួយជ្រូកលុតជង្គង់ចុះហើយពិនិត្យរបួសដោយប្រុងប្រយ័ត្នគាត់ប្រើឱសថបង់រុំនិងការប៉ះថ្នមដើម្បីសម្អាតនិងបិទបាំងរបួសវិជ្ជបណ្ឌិតទន្សាយទាញដបតូចមួយពណ៌ខៀវភ្លឺចេញហើយលាបនឹងយកសេរ៉ូមព្យាបាលដែលមានពន្លឺចែងចាំងនៅពេលវាប៉ះស្បែកសត្វជ្រូកនោះភ្នែករបស់ជ្រូកបើកកាន់តែធំទៅវាគ្រវីត្រចៀកហើយលើកក្បាលរបស់វាឡើងលើការព្យាបាលបានចាប់ផ្ដើមដោយមានជំនួយពីគ្រូពេទ្យជ្រូកក្រោកឡើងវាញឹមជាលើកដំបូងបណ្ឌិតទន្សាយញឹមដោយក្តីរីករាយជ្រូកអបបណ្ឌិតទន្សាយទាំងទឹកមុខសប្បាយរីករាយហើយនិយាយថាអរគុណលោកគ្រូពេទ្យវិជ្ជបណ្ឌិតទន្សាយនិងជ្រូកចែករំលែកផ្លែឈើនិងទឹកបរិសុទ្ធក្នុងព្រៃអង្គុយលើបន្ទះកម្រាលទន់ពួកគេលេងដើរលេងតាមក្រោមដើមឈើសាច់ក្អាកក្អាយនិងដេញគ្នាទៅវិញទៅមកសត្វកំប្រុកសត្វពាហនៈនិងសត្វស្លាបចូលរួមសប្បាយរីករាយវាคล้ายជាពិធីបុណ្យនៃសេចក្តីស្រឡាញ់របស់ពួកគេដេកលើស្មៅមើលពកសាច់និងរូបរាងដែលគេបានឃើញព្រះអាទិត្យរះនៅពីក្រោយព្រៃភ្នំវិជ្ជបណ្ឌិតទន្សាយត្រៀមចេញដំណើរទៅផ្ទះរបស់គាត់វិញជ្រូកត្រឡប់ទៅផ្ទះក្នុងព្រៃរបស់គាត់វិញដែលទឹកមុខសប្បាយខ្លាំងជាងមុននិងរីករាយជាងរាល់ដងរូបភាពចុងក្រោយមួយលេចឡើងជាមួយនឹងមេរៀនដែលបានសរសេរយ៉ាងច្បាស់ថានៅពេលដែលយើងយកចិត្តទុកដាក់ចំពោះអ្នកដទៃពិភពលោកនឹងក្លាយទៅជាកន្លែងប្រសើរជាងមុនក៏សូមអរគុណ